ខ្ញុំខ្លាចបាត់ប្របីនៃទំនៀមទម្លាប់ចេះតែបើកពីឲ្យលេងទៅអត់មានអីទេត្រូវបោះអង្គុញក៏បោះអង្គុញទៅចោលឈុំក៏ចោលឈុំទិញប្រត់ក៏ទិញប្រត់ទៅលាក់កសែងក៏លាក់កសែងទៅក្មេងគេលេងអីបានឲ្យគេលេងហ្នឹងទៅក្នុងវត្តក្នុងអារាមដើម្បីបន្តអត្តសញ្ញាណវប្បធម៌ប្របីនៃទំនៀមទម្លាប់ជាអារាមអភិរក្សនិយមបន្តិចអភិរក្សនិយមបន្តិចហើយលោកទាំងឡាយរាល់ថ្ងៃនេះសំណាងហើយបានចូលទៅចិត្តខ្ញុំកណាបានហ៊ានទៅដល់កត់ដល់អីខ្ញុំកណានោះបើយាយនៅនឹងវត្តអត់ដែលមានយាយណាហ៊ានឲ្យដើរទៅដល់កត់ខ្ញុំកណាទេទាំងយាយទាំងតាខ្លាចព្រះអង្គបីដូចខ្លាចឹងតែសពនោះក៏គាត់មិនដែលហ៊ានទៅគោះគាត់ខ្ញុំកណាដែរខ្ញុំកណាខ្ញុំមិនដែលហ៊ានទេដល់តែថាមានការសំខាន់ខ្ញុំកណាដឹងមកចេញមកខាងក្រៅមកអង្គុយមិនដឹងខាងក្រៅបានហ៊ានដើរទៅប្រាប់សួរមកបើឲ្យតែខ្ញុំកណានៅគាត់ហើយអត់មាននរណាទៅរំខានទៅអីទេហើយខ្ញុំកណាខ្ញុំនៅធ្វើអីក្នុងគាត់នោះយើងលោកសង្ឃទៅដើរឯងក៏គូតអង្គុយប្រាជ្ញឯណាអញ្ចឹងបានតែនៅវត្តនោះខ្ញុំកណាខ្ញុំដើរទៅបានអង្គុយនិយាយនឹងតានឹងនិយាយអីបាន1ម៉ោងអីមិនដែរទេបើតាមានការឡើងឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំមុះគឺអាសាផ្ដាសាយសវាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមអាសាកដាស់ជួនណាធ្វើឲ្យយើងទៅក៏មិននេះក៏វាលមាស់ចំមុះលមាស់ភ្នែកវាប៉ះពាល់តិចនេះទៀតសឡុំសោតធម៌អប់រំទូមានព្រិនបដានិយាយទៅខុសត្រូវគ្នានិយាយទៅតែឲ្យទៅអង្គុយនឹងកន្លែងយាយនឹងកន្លែងតាទៅកាយគ្នាពីនេះពីនោះអត់ទេអត់មានធ្វើវត្តកើតដោយសពថ្ងៃដោយសារកម្លាំងទឹកចិត្តទាំងអស់គ្នានឹងអត់មានដោយសារមានអ្នកណាទំនប់បំរុងពីក្រោយទេគឺបេះដូងទំនប់បំរុងខ្លួនឯងរហូតដល់មានអស់លោកដែលមានមហាសទ្ធាមានសទ្ធាដូចមហាពុទ្ធបរិស័ទសពថ្ងៃតែជួយចូលរួមជ្រោមជ្រែងកន្លែងនេះហើយខ្ញុំកណាខ្ញុំអត់ដែលបានថ្លែងអំណរគុណទេសូមយកថ្ងៃនេះថ្លែងអំណរគុណដល់អាចារ្យគណៈកម្មការវត្តទាំងអស់តែបានជួយជ្រោមជ្រែងឲ្យភាពស្មោះត្រង់ដល់គ្នារហូតដល់វត្តរបស់យើងទាំងអស់គ្នាបានកើតរីកលូតលាស់មានមុខមានមាត់សប្តាហ៍ទាំងក្នុងប្រទេសទាំងក្រៅប្រទេសគេស្គាល់វត្តយើងហើយតាំងតែពីគេស្គាល់មកវត្តយើងមិនដែលមានរឿងអាស្រូវអាចារ្យគណៈកម្មការលោកសង្ឃឆ្លោះគ្នាអីទេបើដូចលោកនេះទាំងបុះនេះអីបុះមុខគ្នានេះរត់តាមអាត្មាតាំងពីនៅស្រាប់ហ្នឹងទៅវត្តឡើងភ្នំឡើងដីអីទៅបនឯណាឥឡូវធំជាអាត្មាទៀតចាក់ជាអាត្មាទៀតចឹងណាសត្វតែគុណបុណ្យបានមកពីភាពស្មោះត្រង់ខ្ញុំកណាខ្ញុំក៏មានភាពស្មោះត្រង់លោកអាចារ្យគណៈកម្មការប្រសង់ក្នុងវត្តក៏មានភាពស្មោះត្រង់គ្នាទៅវិញទៅមកវត្តយើងកើតដល់សប្តាហ៍តែភាពស្មោះត្រង់ឆ្នាំកាពះវៀនដាំទឹកហូបជាប្រចាំកុំហូបទឹកផ្សេងហូបទឹកកសៀវទៅចំណែកឆ្នាំឬដងបាតគឺសម្រាប់មួយថ្ងៃពីរពេលកៅមួយព្រឹកមួយល្ងាចរួញឬដងលឿនធ្វើយើងផ្លូវលមុខស្រឡះដើរខ្យល់ស្រួលសម្រាប់បានហូបបានហើយយើងហូបដល់កាពះវាតិចពោះតិចពវៀនធំបាត់ជើងអស់ទៅវាលេងអត់ដល់មកទល់សប្តាហ៍អត់តាន់មានល្បីឯណាថាវត្តអសនឆ្លុះគ្នាអីរឿងលុយរឿងកាក់អីអត់ដែរអត់ទេលោកអត់មានទេព្រោះយើងអត់មែនអ្នកអញ្ចឹងមិនមែនអ្នកចង់បានលុយបានមកធ្វើវត្តទេគឺអ្នកយកលុយខ្លួនឯងមកធ្វើវត្តទល់នឹងអស់ពីខ្លួនទៅហើយដែលបានមកសប្តាហ៍ហ្នឹងលុយគេហ្នឹងទៅសប្បាយអស់អីគេមិនមែនយកមកជូនតែសុទ្ធតែណែជូនតែឯង$10,000សម្រាប់ចាយវាយទៅគេមិនដែលមានអញ្ចឹងទេបើគេមកចូលប៉ុន12000
$5,000អីមកគឺមកប្រគិនធ្វើវត្តនោះហើយទៅសបាយអីលុយវត្តនោះភ្លើងជាគ្នាហ្នឹងចាយវេខុសនរកប្រែទេឆានសូរកាយទុកដាក់តកសាងវត្តហ្នឹងតែហើយខ្លួនឯងមានប៉ុណ្ណារស់ប៉ុណ្ណឹងវិញតើពុទ្ធពីមុនអញ្ចឹងចង់បបាក់ជាងមុនផងពីមុនគ្រាន់មានពេលសម្រានអីខ្លះដល់ឥឡូវនេះមិនទេទាំងអាចារ្យគណៈកម្មការរវល់រាល់ដល់ថ្ងៃហើយខ្ញុំគិតមើល5ខែ6ខែថ្ងៃនេះហើយវត្តដែលលឺថាវត្តឆ្លោះគ្នារឿងអីអត់ដែលមានទេមកពីអាចារ្យគណៈកម្មការសិតតអ្នកខំស្មៅនៅតាំងពីវត្តលំបាកហើយមានតែយកលុយខ្លួនឯងមកធ្វើវត្តដល់តែពេលវត្តកើតមានអ្វីកើតតែភាពសប្បាយរីករាយទេអត់មានតែចង់បានអីពីវត្តដល់តែមានភាពអស់នឹងហើយបានពីវត្តយើងនៅតែមានភាពដែលចាស់ចង់ដល់ណាមើលងាយមើលថោកយ៉ាងម៉េចយ៉ាងមកប្រមាថអ្នកងាយកាត់សៀនវត្តអារាមយ៉ាងម៉េចក៏វត្តអត់សយុទ្ធចិត្តទៅមុខព្រោះថាភាពពិតរបស់យើងគឺវាដុសចេញពីខុកហើយការឈប់នៅនោះវាមិនមែនធ្លាក់ចូលខុកទេណាការឈប់ហ្នឹងវាដុសចេញពីខុកពីច្រំពីអីមកអស់ហើយផុតទឹកហើយវាអត់មានរឿងអីត្រូវទៅជំមុជផុតវិញទេរងចាំថ្ងៃគេកាត់យកទៅថ្វាយព្រះទេការឈប់នៅនោះចឹងយ៉ាងណាមិញបាសកបាតិកាចាគណៈកម្មការវត្តចន្ទបញ្ចោតនារាមនេះនាំនេះងើពីផុកពីច្រំកសាងវត្តនឹងឲ្យផុតទឹកទៅហើយរឿងអីនាំនេះទៅជំមុជទឹកកកាយផុកស៊ីមើមឈប់នឹងវិញនោះហ្នឹងហើយអត់មានចឹងទេហើយគោរពកោតក្រែងគ្នាណាទាំងមេភូមិទាំងប្រជាការពារជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំថ្ងៃនេះឆាយចម្រិនជាគ្រូផ្សំថ្នាំខ្មែរកាពះវៀននិងរោងបាតថ្ងៃនេះភូមិទាំងមេឃុំទុកស្មៀនអីជ្រុងជ្រែងគ្នាណាក្នុងឃុំនេះជ្រុងជ្រែងគ្នាណាតាំងតែពីវត្តមិនទាន់មានភាពអីចឹងបើប្រជាការពារមកសម្រានវត្តរងថ្ងៃតាំងតែពីមុនវត្តហ្នឹងល្បីល្បាញអីហ្នឹងមកទៀតមកជួយមើលការខុសត្រូវសម្បត្តិគោរពខន់ក្នុងវត្តអីចឹងព្រោះវត្តវាអត់លបងវាអត់មានភ័យថាគេមកច្បាច់កោប្លន់អីទេតែគ្នាចេះតែរហូតដល់ប្រជាការពារថាដេកផ្ទះមិនលក់មកដេកវត្តបានលក់នាំនេះមកដេកទៅវត្តដូរវេនគ្នាទៅមកទល់ភ្លឺនេះគេទៅវិញទៅហើយគោរពកោតក្រែងលាក់សុខពីនំមកដល់ចំណឹងបើមានអ្នកណាមួយព្រះអង្គប្រានីអាសាឲ្យទៅហៅមកជួបហ្នឹងគឺបើទៅហៅពីល្ងាចឲ្យជួបព្រឹកយប់ហ្នឹងអត់ហ៊ានដេកទៀតភ័យមុននោះខ្លាចមានរឿងអីដល់ទៅហៅមកល្អសោះនឹងកោតធ្វើវត្តដំបងដល់តែឥឡូវអាត្មានៅតែប្រហែសគេរត់ជន់ទៀតគេអត់ខ្លាចដូចកាលនៅធ្វើវត្តដំបងតែនៅធ្វើវត្តចេតាអំណំគ្នាទៅនាំមានតិចព្រះអង្គពេញព្រះអង្គមុនទៅដើរតិចដើរអីទៅហ៊ានទៅបែបដល់ព្រះអង្គប្រើបានហ៊ានមកចិត្តដល់សប្តាហ៍អត់ទេមួយទៅយប់វិញតើអ្នកថាចាប់កម្មវិធីហើយតិចច្វាអញ្ចឹងរួមនិយាយប៉ុណ្ណេះគឺរលឹកអនុសាដែលមានបាសិកាចាក់តូនព្រមទាំងលោកយាយលោកតាមួយចំនួនទៀតដែលធ្វើមរណកាលទៅហើយលោកបានពុះពៀខ្នះខ្នែងនឹងការកសាងហើយធម្មទេសនាថ្ងៃនេះខ្ញុំមិនចង់លើកអីវែងឆ្ងាយទេព្រោះមនុស្សមានទឹកសាប់ទៅហើយមិនដឹងជាយកខអីទៅបាត់ទឹកបាត់សាប់អីបានព្រៀងដូចជាដែលតែវាភាពល្អប្រសិទ្ធដែរធម្មរស់ជាសត្វទឹកទៅសណ្ដំចិត្តមនុស្សបាត់ទឹកអីបានព្រោះការជំរឿនដូម៉ាត់ច្រើនសាច់ស្អាតស្បែកស្ងួតបែបស្អាតទេស្ងួតពងកនហ្នឹងអាសាភើទៅក្តៅភើមកក្តៅហូបមានតែលើកយកប្រវត្តិកំសត់ខ្លះសប្បាយខ្លះតែនាំគ្នាការកសាងវត្តនឹងយកមកប្រាប់គ្នាឡើងវិញលឹកគ្នាឡើងវិញថាការនឹងវាកំសត់បែបម៉េចអីបែបម៉េចតែឥឡូវយើងមិនបានចង់ទៀតទេយើងហោចណាស់10ខែទៀតយើងមានសាលាឆាន់ប្រើហើយគាត់5ខែទៀតមានកត់ឲ្យប្រសងស្នាក់នៅហើយ3ខែទៀតមានបន្ទប់ទឹកស្តង់ដារល្អឲ្យភិក្ខុសាមណេរប្រើហើយ5ខែទៀតយើងមាន
ផ្ទះបាយល្អយើងមានកន្លែងស្នាក់នៅឲ្យយាយជីតាជីសម្រាប់ស្រួលបួលហើយមកពីយើងខំប្រឹងសាមគ្គីគ្នានឹងឯងចិត្តមួយឆ្លើយមួយតែទោះតែយើងប្រត់គ្នាមែនអ្នកទាំងអស់នឹងទៅចាំយើងមុនទេគង់តែស្អែកខាំស្អែកឆ្នាំក្រោយទៀតយើងទៅតាមគ្នាម្នាក់មួយទេតែថ្ងៃហ្នឹងក៏ផ្ដាំយាយតូនវិញដែរថាបតកាទេវតាឯណាហើយកុំចោលវត្តទៅវត្តវិញដដែលសិនមកឲ្យកើតសិនឥឡូវហ្នឹងណែគាត់ថាវាដោះប្រឡូកតែមិនទាន់ចេញជាផ្លែជាផ្កាអីពិតប្រកបទេចឹងហើយឲ្យជួយឲ្យជ្រុំជ្រែងទៅចឹងបាននិយាយដូចលេងសើចទៅចាស់អស់4វត្តកើតប៉ុណ្ណឹងឥឡូវអស់មួយទៀត5ហើយកើតច្រើនជាងហ្នឹងហ្នឹងហើយហ្នឹងហើយកើតច្រើនជាងហ្នឹងហើយបើមានអ្នកណាទៅតាមក្រោយទៀតក៏អញ្ចឹងតាមគ្នាមកជួយតគ្នាកុំចេះទៅបាត់ឈឹងហ្នឹងយើងចាប់ហើយនិយាយដូចជាលេងសើចទេណាលោកណាតែលេងប្រឡំមែនហ្នឹងហើយក៏យើងបានកើតលូតលាស់ល្អហើយគេទៅមុនហ្នឹងគេទៅកើតក្នុងក៏វាអាសាអណ្ដាតនឹងអាសាពើងបែកទៅក្តៅក្នុងមាត់នឹងអាសារួយជាកេះងឹតមុខឈឺក្បាលស្វាំងភ្នែកថប់ឆ្អល់ទៅផ្លូវដង្ហើមនឹងអង្គុយបាត់ជើងយូរអង្គុយបាត់ជើងច្រើនដងអាសារួយកឈឺក្បាលស្វាំងភ្នែកអាសាងឹតមុខមួម៉ៅនឹងជំងឺនឹងខ្ញុំសូមណែនាំបងប្អូនដែលមានជំងឺនឹងសូមហូបថ្នាំនេះតែមួយឈុតគឺជាហើយអត់ខាតពេលវេលាយូរអត់ខាតលុយច្រើនដងទេហើយអត់មានរំខានក្នុងការងារអីទេហូបទៅគឺដឹងរយៈទេតែមួយអាទិត្យទៅ10ថ្ងៃហើយបើក្មេងតែ5ថ្ងៃដឹងហើយមួយថ្ងៃតែ2ពេលញកៅមួយព្រឹកមួយល្ងាចនេះសម្រាប់ឲ្យស្វិតទឹកដូងមួយថ្ងៃតែ2ដងហើយមួយព្រឹកមួយល្ងាចអាហ្នឹងសម្រាប់ស្វិតទឹកដូងហូបតែមួយអាទិត្យឬក៏5ថ្ងៃដឹងហើយចំណែកអាកាពះពវៀននេះមកកញ្ចប់4កសៀវក្នុង1កសៀវទឹក3លីត្រអានេះសម្រាប់កាត់បន្ថយដល់ឆ្អល់ពោះថប់ផ្លូវដង្ហើមនឹងសម្រាប់បានហូបបានត្រជាក់ពោះដើរខ្យល់ស្រួលនឹងសំខាន់ណាស់អាកញ្ចប់នេះអានេះសម្រាប់ដាំទឹកហូបប្រចាំថ្ងៃមិនបាច់ហូបទឹកអីផ្សេងហូបតែថ្នាំហ្នឹងទៅហើយក្នុងមួយកញ្ចប់ហ្នឹងយើងបានកន្លះខែហើយប្រើរយៈពេលតែចាប់ពីថ្ងៃ10ឡើងទៅថ្ងៃ15ទៅជាស្វិតទៅឬដូងបាតហ្នឹងហើយនឹងអាសាងឹតមុខឈឺក្បាលក៏កាត់បន្ថយតាមហ្នឹងដែរឲ្យតែហូបថ្នាំហ្នឹងទៀងពេលហើយតមបើមិនតមក្នុងដូចក្នុងกระดาษដែលខ្ញុំណែនាំទេគឺអត់ជាទេតែអញ្ចឹងខ្ញុំក៏ឲ្យថ្នាំដែរសំខាន់លើការតមមានតែពាំងឃ្លោកទាកប៉ានតមយូរចំណែកពីក្រៅពីនោះសាច់គោស្ងួនតមតែ2ខែទេងាវគ្រឿងសមុទ្រហ្នឹងតមតែ2ខែដើម្បីស្វិតឬដងសិនដល់ហើយពីស្វិតដោយសាច់កណើតទៅហូបអីហូបទៅតាមចិត្តហើយខ្ញុំសូមជាកិច្ចបញ្ចប់នេះខ្ញុំសូមជូនពរបងប្អូនដែលមានជំងឺនឹងសូមតាក់ទងមកលេខទូរស័ព្ទខ្ញុំមានហើយជូនពរបងប្អូនទាំងអស់គ្នាដែលមានបញ្ហាជំងឺឬដងបាតកុំបដែតបដោយយូរបដែតបដោយយូរវាឃើញស្បែកយើងស្ងួតស្បែកយើងអត់ស្អាតទេហើយសូម្បីតែមុខក៏អត់ស្អាតដូចគេដែរសាច់អត់ថ្លាមុខមិនស្រស់ស្រាយដូចអ្នកអត់កើត